ភរិយាខ្ញុំដែលខ្ញុំនៅជាមួយទាំងយប់ទាំងថ្ងៃបានផ្ដាច់ចំណងមិត្តភាពជាមួយនឹងខ្ញុំភ្លាមនៅពេលនាងដាស់ឬខាងវិញ្ញាណថ្នាក់កណ្ដាលរបស់នាងចូលត្រជាក់អ្នកនិងខ្ញុំខុសពីគ្នាគ្រាន់តែអនុញ្ញាតឲ្យវាទៅបាទមានភាពខុសគ្នារវាងអម្តាក់និងមនុស្សរមែងស្លាប់ថ្ងៃស្អែកខ្ញុំនឹងមានអាយុ100ឆ្នាំខ្ញុំបានរស់នៅជាយូរមកហើយអម្តាក់មនុស្សទាំងអស់នៅក្នុងភូមិនេះដែលមានអាយុលើសពី6ឆ្នាំនិងក្រោមអាយុ16ឆ្នាំគឺនៅលើអ៊ីនធឺណិតនេះគឺជាការសាកល្បងនៃអង្កាំវិញ្ញាណនិងអ្នកផ្សេងទៀតដាក់ដៃលើវាម្ដងមួយទៅមួយដើម្បីឲ្យខ្លួនឯងស្ងប់គ្មានឬខាងវិញ្ញាណបន្ទាប់ពួកគេសុទ្ធតែជាមនុស្សអាក្រក់អូនស្រីតូចថាមពលខាងវិញ្ញាណនៅក្នុងភូមិនេះគឺស្ដៅណាស់ដែលពិបាកសម្រាប់សំណាបណាមួយលេចឡើងតោះទៅតើមានអ្វីកើតឡើងស្ទីលសាកល្បងស្រឡាញ់ខ្សែភ្លើងពណ៌មាសកាបូនខ្មៅរបស់ខ្ញុំពន្លឺពណ៌ខៀវភ្លឺឡើងលើមេឃរាប់រយជើងអូនស្រីនេះគឺជា Challenger ត្រឹមត្រូវហើយថ្មខ្មៅកាបូនធ្វើសកម្មភាពដោយឯករាជ្យមានតែ Challenger ទេដែលអាចមានបាតុភូតនេះភាពប្រសើរគឺប្រហែលជិត90ហើយគួរអាណិតណាស់ដែលគាត់មានអាយុ100ឆ្នាំទៅហើយនឹងឈាមគឺហត់នឿយ Meridians ត្រូវបានរារាំងពាក់កណ្ដាលហើយអាយុកាលរបស់ខ្ញុំប្រហែលជាជាង1ឆ្នាំអ្វីជាល្បិចChallenger ពិតជាគួរឲ្យអស់សំណើចណាស់បរិះចំណាស់តើអ្នកដឹងថា Challenger ជាអ្វីទេបានឬពីបាននិយាយថាជារសខាងវិញ្ញាណដ៏ល្អបំផុតច្រើនជាងល្អបំផុតChallenger គឺជាទីស្រឡាញ់នៃស្ថានបរមសុខល្បឿននៃការដាំដុះគឺខ្ពស់ជាងមនុស្សធម្មតាទៅទៀតហើយការកកស្ទះក៏ខ្សោយដែរផ្ទះនេះពិតជាមានក្លិនក្រអូបបរិះចំណាស់អ្នកមានរូបខាងវិញ្ញាណនៅស្ថានសួគ៌នេះជាវាសនាមួយក្នុងមួយជីវិតប៉ុន្តែអ្នកចាស់ហើយកង្វះនៃភាពរឹងមាំនៅក្នុងរាងកាយនៅសល់ជីវិតមិនច្រើនទេតើអ្នកនៅតែជួសជុលទាំងនេះទេតើខ្សែនេះនៅតែអាចជួសជុលបានទេគាត់ពិតជាយល់ព្រមក្នុងករណីនោះចូលមកជាមួយយើងវិញទៅកាន់និកាយខ្ញុំឈ្មោះ Bei Shai នេះគឺជាបងប្រុសរបស់ខ្ញុំយ៉ាវឈៀនយ៉នយើងមកពីជ្រលងហួនវិញអ្នកប្រាប់ខ្ញុំថានេះគឺជា Challenger អ្នកស៊ើបអង្កេតជួយនេះរបស់ Valley Master បានបញ្ជាក់ថា King Yuan ដែលបាញ់ទៅលើមេឃនឹងមានភាពប្រសើរដល់ទៅជិត90គឺពិតជាវិញ្ញាណនៃឋានសួគ៌មេឃអយុធធម៌ណាស់ខូខើណាស់ប្រសិនបើកាលពី30ឆ្នាំមុនខ្ញុំ Huang Feng Valley នឹងបន្ថែម Jenden Davis មួយទៀតហើយថែមទាំងសង្ឃឹមថានឹងផ្ដល់កំណើតដល់ Nasen Somong ប៉ុន្តែឥឡូវនេះវាពិបាកសម្រាប់គាត់ក្នុងការសំបីតែទាញខែចូលទៅក្នុងខ្លួនរបស់គាត់ម្ចាស់ពាក្យហ៊ុនខកចិត្តវាគ្រាន់តែជាស្បែកស្ដាងរបស់កុមារស្បែកស្ដាងគឺបណ្ដាលមកពីភាពងឹតនៃឋានសួគ៌ឬខាងវិញ្ញាណនៃស្ថានសួគ៌ដ៏ល្អបានคล้ายទៅជាដុំឈើងាប់ការបោះ Challenger ទៅកាន់ខ្លោងទ្វារខាងក្រៅនឹងជាការអាម៉ាស់ដល់ត្រកូលយួនវិញប៉ុន្តែការបោះវាទៅច្រកទ្វារខាងក្នុងនឹងជាការខ្ជះខ្ជាយធនធានយ៉ាងច្រើននៅទីនោះនៅឯ Aben One Pill Academy នៅភ្នំខាងក្រោយតើអ្នកនៅតែត្រូវការអ្នកយាមទេ
វ៉ាលេ Master កន្លែងនោះតែម្នាក់ឯងហើយពោពេញដោយធម៌ពលខាងវិញ្ញាណដ៏ស្ដាងសូមឲ្យអ្នកដែលមានឫសគល់ខាងវិញ្ញាណនៅស្ថានសុគតិទីនោះបើមិនដូច្នេះទេតើអាចឲ្យខ្ញុំតម្កល់ព្រះអង្គហើយរងចាំព្រះអង្គសោយទីវង្គតក្នុងរយៈពេល1ឆ្នាំកន្លះដោយបន្សល់ទុកនៅនិកាយទាំងមូលដោយការលេងសើចយ៉ាងក្រៃលែងនោះហើយជាវាផ្ដល់ឲ្យគាត់នៅឈ្មោះនៃនិកាយខាងក្នុងផ្ដល់ឲ្យគាត់នៅធនធានយោងទៅតាមការព្យាបាលនៃនិកាយខាងក្រៅទៅប្រមូលដេញវ៉ាន់ដែលបោះបង់ចោលហើយឲ្យគាត់ដឹងពីវិមានឆេងឆិនដោយខ្លួនឯងនៅពេលដែលគាត់មានពេលទំនេរបាទមកជាមួយខ្ញុំនេះគឺជាវាបន្ទប់ធំនៅកណ្ដាលគឺជាបន្ទប់ Elixir កាកសំណល់បន្ទប់តូចនៅជាប់វាជាកន្លែងស្នាក់នៅរបស់អ្នកនេះគឺជាអត្តសញ្ញាណរបស់អ្នកជានិមិត្តសញ្ញាត្បូងទឹមនិងសៀវភៅសម្ងាត់នៃវិមានឆេងឆាន់ការប្រកេតរបស់អ្នកគឺការពារកន្លែងនេះគ្រាន់តែសម្អាតវាជារៀងរាល់ថ្ងៃចងចាំថាគុំស្នាក់នៅក្នុងបន្ទប់ Elixir រយៈពេលយូរ Erysipelas ដែលប្រមូលផ្ដុំនៅក្នុងវាអស់ជាច្រើនទសវត្សរ៍នឹងបណ្ដាលឲ្យមានរបួស